រឿងប្រវត្តិអ្នកតាឃ្លាំងមឿងក្នុងអតីតកាលកន្លងទៅក្នុងរាជព្រះចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែកគ្រិស្តសករាជ1502កាលចុននោះស្រុកខ្មែរជាស្រុកចំណុះសៀមនៅឡើយតែងនាំសួយសារអាករឡើងទៅស្រុកសៀមព្រះចៅសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គមាននាមមិនប្រកាសឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវធ្វើជាអ្នកត្រួតត្រាខាងពន្ធអាករគ្រប់យ៉ាងក្រែងស្ដេចស្រុកខ្មែរមានចិត្តមិនត្រង់បំបត្តិសួយសារអាករយកទៅមិនអស់ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់មានចិត្តមិនត្រង់នឹងរាជការដោយប្រការណាមួយទើបប្រើព្រះរាជបុត្រពេញព្រះハរតីមកនៅដើម្បីជំនួសព្រះនេតព្រះអង្គចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វថ្មាតមួយថ្មាតនោះមានមាយាទចេះដឹងប្រហែលមនុស្សជាសត្វខុសពីសត្វដទៃធម្មតាចេះស្រឡាញ់ម្ចាស់តែនាំសារទៅមករវាងស្រុកខ្មែរនិងស្រុកសៀមបានដោយស្ងាត់តែមួយព្រះចន្ទរាជានឹកព្រួយព្រះតីថាព្រះចៅលោកមិនទុកព្រះハរតីនឹងយើងហើយបានជាលោកចាត់ព្រះរាជបុត្រឲ្យមើលការផ្ទាល់ណាមួយព្រះរាជបុត្រនោះមានការរំលោភបៀតបៀនមិនមានសេចក្តីកោតក្រែងបង្គាប់ឲ្យនាំសួយឡើងនគរខ្លួនហួសហេតុក្នុងតូចព្រះハរតីខ្លាំងអត់ទ្រាំពំបានក៏បង្គាប់ពួកពេជ្ឈឃាតឲ្យចាប់រាជបុត្រស្ដេចសៀមយកទៅសម្លាប់ចោលក្នុងព្រៃក្នុងពេលយប់តែសត្វថ្មាតលុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វាហើយចុះហើរឡើងរកឃើញខ្មោចនៅក្នុងព្រៃថ្មាតឃើញព្រះទម្រង់វាស្គាល់ច្បាស់ជាម្ចាស់វាក៏ចឹកពាំព្រះទម្រង់ទៅស្រុកសៀមថ្វាយព្រះបិតាព្រះចៅតតឃើញព្រះទម្រង់ទ្រង់យល់ថាព្រះរាជបុត្ររបស់ព្រះអង្គដល់ទីវង្គតហើយរឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់ទ្រង់ក្រោធខ្លាំងណាស់ក៏ប្រជុំពួកសេនាបតីមួយរំពេចមានព្រះបន្ទូលប្រាប់តាមរឿងរួចបង្គាប់ឲ្យលើកកងទ័ពមកសងសឹកស្ដេចស្រុកខ្មែរវិញហើយមានព្រះបន្ទូលថាត្រូវតែសម្លាប់ព្រះចន្ទរាជាព្រមទាំងសាច់ញាតិសាលោហិតទាំងពួកសេនាបតីហើយរឹបជាន់យកទ្រព្យសម្បត្តិនិងគាពួកបណ្ដារាស្ត្រមកស្រុកសៀមកុំឲ្យសល់ពួកកងទ័ពក៏ចេញមកដល់បន្ទាយលង្វែកចូលឡោមព័ទ្ធចាប់ព្រះចន្ទរាជាសម្លាប់ព្រមទាំងព្រះញាតិចំណែកព្រះមនាងប៉ែនជាស្នំក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយនឹងសេនាបតីមឿងព្រមទាំងភរិយានិងបុត្រ4នាក់ទៀតពួកកងទ័ពសៀមគៀមនុស្សអំពីស្រុកខ្មែរដោយទាំងព្រះមនាងប៉ែនទៅជាមួយផងទាំងព្រះរាជទ្រព្យមានវិញ្ញាណឥតវិញ្ញាណចំណែកមេដំរីសមួយមានកូននៅក្នុងពោះឈ្មោះជំទាវប៉ាលប៉ៃដែលជាព្រះទីនាងដ៏ប្រសើរក៏ត្រូវកងទ័ពសៀមគៀយកទៅដែរពួកសៀមជាន់នោះមានសេចក្តីព្យាបាទធ្វើបាបខ្មែរអស្ចារ្យណាស់ចាប់មនុស្សដោតស្លឹកត្រចៀកដឹកយកទៅដូចជាសត្វធាតុស្រីណាមានកូនខ្ចីចាប់ច្រកការុងឲ្យដំរីជន់វាលែងតែមានកូននៅក្នុងពោះលុះទៅដល់ស្រុកសៀមនាំសេចក្តីទៅថ្វាយព្រះចៅដោយសពគ្រប់ដោយសេចក្តីសងសឹកបានសម្រេចដោយប្រាថ្នាព្រះចៅទ្រង់បង្គាប់ឲ្យយកពួកខ្មែរទាំងអស់ទៅនៅមួយក្រុមជិតក្រុងហើយសន្មតឲ្យឈ្មោះថាក្រុមខ្មែរអ្នកគ្រួព្រះមនាងប៉ែនហាក់ជាស្រីមានបុព្វវាសនាទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមគេយកទៅយ៉ាងនឹងក៏ដោយនាងគង់នៅជាស្រីប្លែកអំពីស្រីឯទៀតដោយអំណាចកូនដែលនៅក្នុងគភ៌ជាកូនមានអធិរិទ្ធមានបុណ្យក៏បណ្ដាលឲ្យអ្នកផងចិត្តខាងមានចិត្តទោទន់រាប់អានស្រឡាញ់ជួយឧបត្ថម្ភជួយយកអាសានាងគ្រប់យ៉ាងលុះនាងមានគភ៌គ្រប់ខែ10ក៏ប្រសូតបុត្រមកដោយសុខសប្បាយអ្នកចិត្តខាងទាំងប្រុសទាំងស្រីជួយថែទាំទាំងទឹកក្តៅទឹកត្រជាក់អ្នកណាក៏មកមិនមានខានដោយអំណាចគុណបុណ្យដែលជះបារមីនៃទារកនោះលុះប្រសូតបាន3ថ្ងៃពួកក្រុមញាតិមូលមាត់គ្នាឲ្យឈ្មោះទារកនោះថាឧទែនចំណែកមេដំរីដែលជាព្រះទីនាងក៏កើតកូនក្នុងថ្ងៃដំណើរទារកនោះដែរតែមេដំរីនោះផ្ដាច់ខ្សែទន្លឹងទៅកើតកូននៅក្នុងព្រៃឆ្ងាយលាក់មិនឲ្យអ្នកណាមួយដឹងឡើយដរាបដល់3ថ្ងៃទើបនាំកូនមកកាន់ទីកន្លែងដើមវិញកូនដំរីនោះមានពណ៌សម្បុរព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតាដំណើរពីកុមារឧទែនលុះបានអាយុ5ឆ្នាំដឹងសេចក្តីខុសត្រូវខ្លាំងនឹកភ្នែករកបិតាសួរម្ដាយថាឪពុកខ្ញុំទៅឯណាពុំដែលឃើញក្មេងគេឯទៀតមានម្ដាយឪពុកខ្ញុំមិនឃើញមានឪពុកដូចគេម្ដាយកាលបើឮកូនសួរដូច្នោះនាងណែនក្នុងទ្រូងអួលអាក់ខ្លោចផ្សានិយាយប្រាប់កូនមិនរួចក៏និយាយបន្លែបន្លប់
វាងវាសទៅកុំឲ្យកូនសួរទៀតពីព្រោះខ្លាចក្រែងរឿងនោះមិនចិត្តដឹងទូទៅនឹងដល់នៅសេចក្តីអន្តរាយនៃជីវិតកូនចេះតែសួរញយនាងក៏និយាយបង្វេះបង្វៀងមិនឲ្យសួរបានដរាបដល់កូននោះអាយុ12ឆ្នាំថ្ងៃមួយនាងនឹកថាកូននេះខានប្រាប់ពំបានក៏នាំកូនទៅកាន់ទីស្ងាត់តែពីរនាក់ដំណើររឿងរ៉ាវតាំងពីដើមដល់ចុងកូនស្ដាប់បានយល់សេចក្តីសពគ្រប់ប្រាប់ម្ដាយឲ្យអត់ទ្រាំសិនចុះកូននឹងគិតរកមធ្យោបាយណាមួយដើម្បីនឹងវិលទៅនគរវិញចំណែកកុមារអូតេនចាប់ដើមតាំងពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមកក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់យ៉ាងមានអក្សរជាដើមអូតេនជាកុមារឆ្លាតវាងវៃអង់អាចប្លែកអំពីកុមារធម្មតាថ្ងៃមួយកុមារអូតេនចូលទៅសេពគប់នឹងពួកម៉ដំរីសុំខ្លួនជាអ្នកបម្រើបោះច្រាសរោងដំរីដើម្បីរៀនវិជ្ជាខាងម៉ដំរីឲ្យស្ទាត់ថ្ងៃមួយព្រះចៅស្ដេចយាងមកតតរោងដំរីឃើញកុមារនោះជួយធ្វើនេះធ្វើនោះដោយយកចិត្តទុកដាក់រហ័សរហួនវាងវៃមានព្រះបន្ទូលសួរថាក្មេងនេះមកពីណាម៉ដំរីក្រាបទូលតាមដំណើរដោយសពគ្រប់ទ្រង់ពេញព្រះហឫទ័យមានព្រះបន្ទូលប្រាប់ថាចូលមើលក្មេងនេះផងចាប់ដើមពីថ្ងៃនោះមកកុមារខំយកចិត្តទុកដាក់ធ្វើការដោយហ្មត់ចត់បោះប្រមូលអាចដំរីដុតបំពួកជីដើម្បីយកទៅដាំស្ពៃក៏មានគុំធំប្លែកចម្លែកអំពីស្ពៃអ្នកស្រុកធម្មតាលុះស្ពៃនោះធំល្មមដកកុមារអូតេនដកយកទៅលាងយ៉ាងស្អាតរែកយកទៅថ្វាយព្រះចៅទ្រង់តតឃើញមានព្រះបន្ទូលថាណែកុមារឯងបានស្ពៃនេះមកពីណាប្លែកពីស្ពៃធម្មតាកុមារក្រាបទូលតាមដំណើរសពគ្រប់ព្រះចៅទ្រង់ប្រទានរង្វាន់និងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរីជាកូនមេដំរីឈ្មោះជំទាលប៉ាល់ប៉ៃដែលជាទីនាងដ៏ប្រសើររបស់ព្រះចៅក៏ស្រាប់តែចុះប្រេងមានកិរិយាខុសប្រក្រតីកាយសាហាវមិនព្រមស្ដាប់បង្គាប់ព្រិចមកស្លាប់មិនមានអ្នកឯណាមួយអាចដឹកបានថែមទាំងធ្វើបាបអ្នកស្រុកបោចរួចផ្ទះសម្បែងផ្អើលជ្រួលច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងខ្លួនពួកអ្នកគង្វាលដំរីនាំសេចក្តីទៅទូលព្រះចៅទ្រង់ចាត់ការឲ្យស៊ើបសួររកអ្នកណាដែលអង់អាចក្លាហានហ៊ានទៅចាប់ដំរីនោះបានពេលនោះកុមារអូតេនឆ្លើយថាខ្ញុំហ៊ានទទួលការចាប់ដំរីនោះឲ្យបានទើបទ្រង់ប្រគល់ការទៅកុមារអូតេនចាត់ការយ៉ាងរហ័សឲ្យតែចាប់បានព្រះទីនាងនោះអូតេនបង្គាប់ឲ្យប្រមូលដំរី500មកដើម្បីនឹងជ្រើសយកដំរីណាគួរយកមកធ្វើធ្នាក់បានទើបរើសយកមេដំរីសឈ្មោះជំទាលប៉ាល់ប៉ៃពេលចេញទៅចាប់កុមារអូតេនបង្គាប់ឲ្យរៀបពិធីបួងសួងសែនព្រេនអធិកអធមអ្នកស្រុកផ្អើលមកមើលកកងពាសពេញមីដេដាស់លុះសែនព្រេនរួចកុមារអូតេនបង្គាប់ឲ្យយកចេក3ស្និតអំពៅ3បាច់ពេលទៅដល់ព្រះទីនាងស្ទុះមករកហាក់ដូចជាប្រុងនឹងព្រិចតែបែរទៅជាក្រាបថ្វាយបង្គំវិញដោយអំណាចដែលជះបុណ្យបារមីនៃអូតេននិយាយទូមានប្រដៅថាទីនាងឯងតាំងពីថ្ងៃនេះទៅលះបង់មាយាទអាក្រក់ចេញទៅត្រូវធ្វើឲ្យស្លូតល្អដូចអំពីដើមឲ្យចេកនិងអំពៅស៊ីរួចនិយាយថាឯងទៅតាមយើងថាតែប៉ុណ្ណោះស្រាប់តែដំរីដើរតាមទៅដោយស្រួលឥតចាំបាច់ចាប់ចងអ្វីឡើយហាក់ដូចជាមកចាស់យូរមកហើយព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យអូតេននិងប្រទានងារថាជ័យអស្ចារ្យពួកអ្នករាជការទទួលស្គាល់ខ្លាចអំណាចអូតេនថាជាអ្នកមោះមុតស្ទាត់ជំនាញខាងម៉ដំរីសូម្បីតែពេលចេញតាក់ដំរីព្រៃម្ដងមិនចាំមានគ្នាច្រើនប៉ុន្មានក៏ទៅតាក់បានដែរលុះដល់អាយុ16ឆ្នាំជ័យអស្ចារ្យភ្នែកនឹកដល់បំណងដើមក៏រំពឹងគិតរកឧបាយណាមួយនឹងដោះខ្លួនចេញអំពីកណ្ដាប់ដៃសៀមហើយទៅនៅស្រុកខ្មែរសោយរាជស្នងព្រះបិតានឹងនាំយកមនុស្សអំពីស្រុកសៀមទៅស្រុកខ្មែរវិញព្រមទាំងទ្រព្យសម្បត្តិមានវិញ្ញាណឥតវិញ្ញាណទៅឲ្យអស់អំពីស្រុកសៀមឲ្យបានសម្រេចដូចសេចក្តីបំណងទើបដើរនយោបាយចាត់មនុស្ស15នាក់ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដោយបងប្អូនបង្កើត
ធ្វើជាលនិងឈើជើងដំរីឲ្យយកជាលច្រកអាចដំរីញាត់ឲ្យណែនទុកឲ្យស្ងួតចាក់រាយតាមស្ទឹងឬផ្លូវយកឈើជើងដំរីដើរសង្កត់ជាស្នាមដានដូចជាដំរីដើរមែនដើម្បីឲ្យអ្នកស្រុកឃើញហើយនាំព័ត៌មាននោះក្រាបទូលព្រះចៅនឹងទ្រង់ចាត់ឲ្យសេនាជ័យអស្ចារ្យខ្លួនទៅតាមតេមិនខានម្យ៉ាងទៀតដើម្បីឲ្យពលដែលព្រះចៅចាត់ឲ្យទៅជាមួយជឿជាក់ក្នុងចិត្តថាជាដានដំរីពិតមែនចំណែកអ្នកស្រុកលុះឃើញដានជើងដំរីនឹងអាចធំអណ្ដែតតាមទឹកមកដូច្នោះក៏នាំសេចក្តីនោះទៅក្រាបទូលព្រះចៅទ្រង់ប្រើជ័យអស្ចារ្យឲ្យទៅតាមតេដំរីព្រៃដែលមានដានជើងធំនោះជ័យអស្ចារ្យក្រាបទូលថាសូមព្រះមេត្តាប្រោសបើទ្រង់សពព្រះតីចង់បានដំរីធំបែបនោះលុះតែមានគ្នាច្រើននិងដំរីធ្នាក់ក៏ច្រើនហើយឲ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មានស្ដាប់បង្គាប់ទូលបង្គំទើបធ្វើការនោះបានពេលចេញទៅសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងផងឲ្យមានជោគជ័យព្រះចៅទ្រង់អនុញ្ញាតលុះរៀបធ្វើពិធីរួចព្រះចៅប្រទានព្រះខ័នសឹកឲ្យអំណាចពេញបើឈ្មោះណាមិនស្ដាប់បង្គាប់ត្រូវសម្លាប់បានលុះចេញទៅបានចំនួន15ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថាសូមទ្រង់មេត្តាប្រោសទូលបង្គំជាខ្ញុំតាមតេដំរីធំនោះកាន់តែឃើញដានគៀកហើយតែអស់ស្បៀងសូមព្រះអង្គមេត្តាប្រោសព្រះរាជទានបញ្ជូនមកឲ្យឆាប់ដើម្បីនឹងធ្វើការឲ្យបានសម្រេចដូចបំណងព្រះចៅទ្រង់ព្រះរាជទានតាមសេចក្តីសុំដោយរស់រាន់ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការបង្ខាតព្រះរាជទ្រព្យឬសង្ស័យដោយហេតុណាមួយឡើយជ័យអស្ចារ្យលុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅក៏បន្តដំណើរទៅទៀតចំនួន15ថ្ងៃក្រោយមកក៏បានទៅដល់ស្រុកបាត់ដំបងដែលជាដីខ្មែរមានអ្នកស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចុះចូលថ្វាយខ្លួនជាពលសេនាព្រមទាំងសេនាចាស់ម្នាក់ធ្លាប់បម្រើព្រះបវរបិតាឈ្មោះមឿងនិងកូនប្រុស4នាក់បានចូលមកថ្វាយខ្លួនដែរក៏មានមនុស្សច្រើនល្មមតទល់នឹងព្រះចៅសៀមបានជ័យអស្ចារ្យក៏សរសេរសម្បត្តិចងនឹងកដំរីប្រើឲ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែរមេដំរីទៅដល់ទីកន្លែងម្ដាយពេលពាក់កណ្ដាលអាត្រៀតមេដំរីវាទម្លាក់បំពង់3ដងម្ដាយភ្ញាក់នឹកស្មានថាកូនត្រឡប់មកវិញក៏អុជភ្លើងបំភ្លឺមើលតែមិនឃើញកូនឃើញតែសម្បត្តិមើលដឹងសេចក្តីសពគ្រប់រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ខំស្រោតឲ្យជួបនឹងកូននៅស្រុកបាត់ដំបងទើបជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថាខ្លួននឹងហើយជាព្រះរាជបុត្ររបស់ព្រះច័ន្ទរាជាគង់នៅបន្ទាយលង្វែកឥឡូវនេះវិលមកគ្រងរាជស្នងព្រះបិតារឿងនេះមិនបាត់ស្ងាត់ជ្រាបដល់ព្រះចៅសៀមទ្រង់ព្រះពិរោធយ៉ាងខ្លាំងពន់ពេកនឹកតូចព្រះតីក្រៃលែងទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់ថាជ័យអស្ចារ្យប្រើឧបាយកលបោកបញ្ឆោតយកព្រះខ័នសឹកព្រមទាំងទ្រព្យមានវិញ្ញាណឥតវិញ្ញាណរត់ទៅស្រុកខ្មែរហេតុនេះត្រូវលើកទ័ពតាមទៅដណ្ដើមយកមកវិញឲ្យបានហើយចាប់ជ័យអស្ចារ្យសម្លាប់ឲ្យផុតពូជព្រះច័ន្ទរាជាព្រមទាំងពួករាជការទាំងប៉ុន្មានកុំឲ្យសល់ជ័យអស្ចារ្យបានដំណឹងច្បាស់ជាព្រះចៅលើកទ័ពមកតាមដូច្នោះទ្រង់ជំនុំនឹងសេនាបតីថាឥឡូវពលសេនាយើងនិងគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់យើងពុំបរិបូរណ៍តើអ្នករាល់គ្នាគិតរកឧបាយកលបែបណាឲ្យមានជ័យជំនះពេលនេះសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលធានាអះអាងសោះមានតែសេនាមឿងឆ្លើយធានាអះអាងហ៊ានតទល់នឹងតបសៀមដោយឧបាយមួយដ៏ចម្លែកគឺហ៊ានបដូរជីវិតដើម្បីនឹងទៅកេណ្ឌពលខ្មោចធ្វើជាតបច្បាំងនឹងពលសៀមទើបបង្គាប់ឲ្យជីករណ្ដៅទំហំ4ម៉ែត្រ4ជ្រុងជម្រៅ4ម៉ែត្ររួចឲ្យដាក់គ្រឿងសាស្ត្រាវុធក្នុងរណ្ដៅនោះដើម្បីនឹងលោតទៅឲ្យជង់ស្លាប់ក្នុងរណ្ដៅតែនៅពេលមុននឹងលោតសម្លាប់ខ្លួននោះសេនាមឿងបង្គាប់ឲ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពាក្យឱវាទលោកប្រកាសថាសូមឲ្យអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះដើម្បីរំដោះដែនដីខ្មែរឲ្យបានរួចអំពីកណ្ដាប់ដៃនៃបច្ចាមិត្តចំណែកខ្ញុំធានាខាងឯតបខ្មោចសូមអស់លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅបាន7ថ្ងៃឬសូរសន្ធឹកហូរកញ្ជ្រៀវបីដូចជាសំឡេងផ្គរលាន់យើងនឹងមានជ័យហើយលុះផ្ដាំរួចលោតចុះក្នុងរណ្ដៅព្រឹបប្រពន្ធឃើញប្តីលោតដូច្នោះក៏លោតទៅជាមួយនឹងប្តីព្រមទាំងកូនប្រុស2នាក់ស្លាប់ជាមួយគ្នា
ដល់ថ្ងៃជាគម្រប់7លាន់ឬសូរសន្ធឹកដោយកាលផ្ដាំមែនតបសៀមចូលមកដល់បាត់ដំបងឆ្លងចូលដល់អូមួយសពថ្ងៃគេហៅអូស្វាយដូនកែវជួបគ្នានឹងតបជ័យអស្ចារ្យតបខ្មោចចេញទៅមុនសម្ដែងរឹតធ្វើឲ្យពលសៀមវិលមុខចុកក្អួតដួលឯងស្រួលតបព្រះជ័យអស្ចារ្យចូលទៅកាប់សម្លាប់អស់ពួកកងទ័ពសៀមទប់ទល់មិនបានថយទៅដល់បាត់ដំបងធ្វើសារទៅក្រាបទូលព្រះចៅតាមដំណើរសពគ្រប់ព្រះចៅទ្រង់ជ្រាបឲ្យទ័ពថយត្រឡប់ទៅស្រុកសៀមវិញចំណែកពួកកងទ័ពព្រះជ័យអស្ចារ្យនាំគ្នាត្រឡប់មកកាន់បន្ទាយវិញសពថ្ងៃគេហៅបន្ទាយជ័យចាប់ដើមពីពេលនោះមកព្រះជ័យអស្ចារ្យបានទទួលរាជាភិសេកសោយរាជនិងទទួលព្រះនាមថាព្រះជ័យចេស្តាព្រះចៅក្រុងកម្ពុជាធិបតីគង់នៅបន្ទាយជ័យលោកព្រះអង្គបានឡើងសោយរាជសម្បត្តិសុខសាន្តហើយទ្រង់នឹកឃើញដល់គុណូបការៈសេនាមឿងដែលសួរបដូរជីវិតចំពោះព្រះអង្គនិងចំពោះទឹកដីខ្មែរទ្រង់ក៏ចាត់ឲ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណក្ខន្ធរបស់សេនាមឿងយ៉ាងឱឡារិកអស្ចារ្យជាប់ជាទំនៀមដរាបដល់មកសពថ្ងៃនេះហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿងទៅវិញ